Sustain អ្នកទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីចំណុចមួយទៀតតើតើរបៀបនាំចេញហើយនាំចូលប្លង់គណនីឬភាសាអង់គ្លេសហៅថា import ហើយនិង export chart account បាទនៅក្នុងឧទាហរណ៍នេះខ្ញុំមានឧទាហរណ៍ជាក់ស្ដែងបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំបានបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Honda Company ដែលនៅពេលដែលយើងចូលមើល chart account បាទអញ្ចឹងយើងដឹងហើយថានៅពេលយើងបង្កើតក្រុមហ៊ុនថ្មីគឺមិនទាន់មាន chart account នៅឡើយបាទអញ្ចឹងប្លង់គណនីរបស់យើងគឺមានតែគណនីពិសេសចំនួន4នេះប៉ុន្តែយើងត្រូវការមានប្លង់គណនីជាច្រើនដូចនឹងលំហាត់មុនដែលយើងមិនចង់ធ្វើការវាយបញ្ចូលទេគឺយើងចង់ធ្វើការថតចម្លងតែម្ដងបាទអញ្ចឹងដើម្បីធ្វើការថតចម្លងគណនីចូលយើងត្រូវអនុវត្តដូចជាក្នុងការបង្ហាញនេះអញ្ចឹងទី1យើងត្រូវបើកក្រុមហ៊ុនណាដែលមានប្លង់គណនីជាមុនសិនបន្តមកទៀតយើងធ្វើការចុច File Utility Export Lift to a File បាទអញ្ចឹងយើងត្រូវធ្វើការបើកក្រុមហ៊ុនណាដែលមានប្លង់គណនីនៅក្នុងកម្មវិធី QuickBooks យើងជាមុនសិនបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំទៅបើក file ដែលយើងមានក្រុមហ៊ុនមួយនេះបាទយើងចង់ដឹងថាក្រុមហ៊ុនមាន chart account ឬក៏អត់យើងចូលតាម file ហើយយក list យកពាក្យថា chart account បាទនេះគឺជា chart account ដែលយើងចង់បានអញ្ចឹងដើម្បីធ្វើការចម្លងគឺយើងឃើញនៅក្នុងទ្រឹស្ដីយើងគេឲ្យចុចតាម file utility export lift to a file បាទអញ្ចឹងយើងចូលតាម file utility export តទៅទៀតយកពាក្យថា lift to a file បាទយើងចុចចំទី1បន្តមកទៀតនៅក្នុងផ្ទាំង export នេះវាសួរយើងថាតើយើងចង់បានអ្វីខ្លះបាទនៅក្នុងនេះបើយើងដាក់ថា tick chart account មានន័យថាយើងចម្លង chart account customer vendor list នេះគឺយើងយកទាំងឈ្មោះអតិថិជនឈ្មោះអ្នកផ្គត់ផ្គង់ប៉ុន្តែបើយើងមិនចង់បានទេយើងចង់បានតែ chart account យើងដាក់តែ tick chart account មួយហើយយើងចុច OK បន្តមកទៀតយើងធ្វើការ save នៅ chart account ដែលយើងទុកអញ្ចឹងយើងត្រូវការដាក់ឈ្មោះហើយទីតាំងឲ្យបានច្បាស់លាស់ឧទាហរណ៍ថាខ្ញុំដាក់ Android ID ហើយយើងមាន folder មួយឈ្មោះថា QuickBooks 2010នេះបន្តមកទៀតយើងសរសេរឈ្មោះដើម្បីចងចាំបាទអញ្ចឹងខ្ញុំដាក់ថា chart account for service company តមកទៀតចុច save ពេលនោះកម្មវិធី QuickBooks វានឹងបង្ហាញយើងថាយើងបានចម្លងជោគជ័យឬក៏យើងថា data របស់យើងត្រូវបាននាំចេញបានយ៉ាងជោគជ័យអូខេបាទគឺមិនទាន់ចប់នៅឡើយយើងត្រូវការបើកក្រុមហ៊ុនដែលមិនមាន chart account អញ្ចឹងចូលតាម file បាទអញ្ចឹងក្រុមហ៊ុនដែលមិនមាន chart account មិញឈ្មោះថាក្រុមហ៊ុន Honda អញ្ចឹងខ្ញុំចុចចំ Honda បាទអញ្ចឹងយើងឃើញថាក្រុមហ៊ុន Honda របស់យើងគឺមិនទាន់មាន chart account នៅឡើយគឺមានតែប៉ុណ្ណេះអញ្ចឹងដើម្បីធ្វើការនាំចូលយើងធ្វើការចុចលើពាក្យថា file utility ប៉ុន្តែយកពាក្យថា import វិញម្ដងហើយយកពាក្យថា if file បាទពេលនោះកម្មវិធីវានឹង load ឲ្យយើងនៅស្វ័យប្រវត្តិឬបើសិនវាមិន load មកដូច្នេះទេយើងអាចធ្វើការស្វែងរកទីតាំងដែលយើង save ទុកមិញបាទមិញយើងទុកក្នុង Android ID ហើយ folder មួយឈ្មោះថា QuickBooks 2010បាទនេះអញ្ចឹងយើងចុចពីរដងលើវាបាទ chart account របស់យើងមិញយើងដាក់ឈ្មោះថា chart account for service company ហើយចុច open ពេលនេះយើងឃើញសារមួយបញ្ជាក់ថា your data has been import មានន័យថា chart account របស់យើងត្រូវបានចម្លងចូលបានយ៉ាងជោគជ័យប៉ុន្តែយើងឃើញថាគណនីទាំងអស់នេះគឺវាមិនទាន់មានលេខគណនីនៅឡើយអញ្ចឹងដើម្បីបង្ហាញលេខគណនីយើងគ្រាន់ចូលតាម edit preference company preference បាទតមកយើងគ្រាន់ដាក់ tick ថា use account number អូខេបាទពេលនោះវានឹងយកលេខដែលមានស្រាប់មកបង្ហាញយើងនៅស្វ័យប្រវត្តិបាទនេះគឺការបង្ហាញអំពីការនាំចេញនិងនាំចូលប្លង់គណនីក៏បានបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណ